សម្ដេចតេជោហ៊ុនសែនស្នើរដ្ឋមន្ត្រីយុតិធធសិក្សាធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពលរដ្ឋណាគប់គិតបរទេសបំផ្លាញខ្មែរខេត្តព្រះវិហារសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើដល់លោកឧបនាយករដ្ឋមន្ត្រីការរិទ្ធរដ្ឋមន្ត្រីក្រសួងយុតិធធឲ្យសិក្សាពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលអាចដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរសម្ដេចតេជោលើកសំណើដូចនេះក្រោយមានការទាមទារពីអ្នកប្រឆាំងមួយចំនួនដែលនៅតែទាមទារឲ្យរាជរដ្ឋាភិបាលបញ្ចេញលិខិតស្នាមដែលអាចបញ្ជាក់ថាកម្ពុជាពិតជាបានផ្ញើឯកសារជុំវិញតំបន់ទាំង4គឺប្រាសាទតាម៉ោនតូចប្រាសាទតាម៉ោនធំប្រាសាទតាក្របីនិងតំបន់មុំបីកំពុងមានវិវាទជាមួយថៃទៅដល់ដៃតុលាការយុតិធធអន្តរជាតិ ICJ ពិតប្រាកដមែនសម្ដេចតេជោចាត់ទុកទង្វើបែបនេះពីសំណាក់ក្រុមប្រឆាំងជាការគប់គិតជាមួយបរទេសបំផ្លាញជាតិសាសន៍ខ្លួនឯងថ្លែងចេញពីពិធីសម្ដែងសម្ដាលជាមួយសមាជិកក្រុមប្រឹក្សាខេត្តក្រុមស្រុកឃុំសង្កាត់នៅក្នុងខេត្តព្រះវិហារនាព្រឹកថ្ងៃទី27មិថុនានេះសម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ថាតាមពិតខ្ញុំមិនចង់ប៉ះពាល់ជាមួយជាតិសាសន៍ខ្លួនឯងក្នុងកាលៈទេសៈដែលបរទេសកំពុងឈ្លានពាននោះទេប៉ុន្តែខ្ញុំត្រូវតែនិយាយឯកសាររបស់តុលាការមិនអាចបង្ហាញបានទេព្រោះអាចប្រឈមនឹងការទទួលទណ្ឌកម្មរបស់តុលាការសម្ដេចបានផ្ដាំផ្ញើទៅកាន់ក្រុមអ្នកប្រឆាំងថាសូមកុំទាមទារហួសហេតុរហូតដល់ឲ្យរាជរដ្ឋាភិបាលបញ្ចេញលិខិតឬយកត្រារបស់តុលាការអន្តរជាតិ ICJ មកបង្ហាញពិតជាមិនអាចធ្វើបានទេព្រោះនេះជានីតិវិធីរបស់តុលាការអន្តរជាតិសម្ដេចបានស្នើដល់ក្រុមប្រឆាំងបើជាជាតិខ្មែរពិតប្រាកដត្រូវយល់ពីសេចក្តីថ្លៃថ្នូររបស់ខ្មែរនិងផលប្រយោជន៍ខ្មែរនិងរៀនសូត្របន្ថែមពីបញ្ហាផ្លូវច្បាប់ព្រោះទោះជាប្រឆាំងក៏ពួកគេជាជនជាតិខ្មែរដែរប៉ុន្តែបើអ្នកប្រឆាំងហើយបែរជាទៅគប់គិតជាមួយបរទេសបំផ្លាញខ្មែរប្រហែលជាមានតម្រូវការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញជាថ្មីទៀតដែលខ្ញុំសូមផ្ដាំផ្ញើទៅឯឧត្តមរដ្ឋមន្ត្រីក្រសួងយុតិធធកម្ពុជាសិក្សាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរការធ្វើបែបនេះដើម្បីជាការធានាអះអាងមួយថាកម្ពុជាមិនត្រូវបានទទួលការជ្រៀតជ្រែកនិងប្រើប្រាស់ដោយបរទេសទៅលើជនជាតិខ្មែរម្នាក់ដើម្បីប្រឆាំងផលប្រយោជន៍របស់ខ្លួនឡើយនេះបើតាមការគូបញ្ជាក់របស់សម្ដេចតេជោហ៊ុនសែន